ជាបរិបទចំនួន62គ្រួសារមកពីស្រុករលៀបអ៊ីនិងស្រុកព្រឹបូឃុំខុនរងនិងឃុំតាពាំងច័ន្ទនិងឃុំស្វាយជ្រុំដែលរងគ្រោះដោយគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំផ្ទះនិងខ្លះទៀតប៉ែនដំបូលកាលពីថ្ងៃទី6ទី7វិច្ឆិកា2013កន្លងទៅថ្មីទទួលបានអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាចែកជូនផ្ទាល់ដៃអំណោយដែលនាំយកមកចែកជូននេះដឹកនាំដោយឯកឧត្តមអ៊ុយសំអាតប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាតំណាងដល់ខ្ពង់ខ្ពស់សម្ដេចគតិព្រឹទ្ធមនិតប៊ុនរ៉ានីហ៊ុនសែនរួមដំណើរដោយលោកហ៊ីណាតអភិបាលរងខេត្តកំពង់ឆ្នាំងនិងលោកនាយករងសាខាកាកបាទក្រហមខេត្តអស់លោកស្រីដែលជាសមាជិកាកាកបាទក្រហមខេត្តអភិបាលស្រុកមេឃុំមេភូមិពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី9វិច្ឆិកា2013នៅក្នុងខេត្តកំពង់ឆ្នាំងអំណោយដែលកាកបាទក្រហមកម្ពុជានាំយកចែកជូនផ្ទាល់ដៃនៅក្នុងថ្ងៃនេះក្នុងមួយគ្រួសារទទួលបានអង្គ25គីឡូមីយើងមួយកេះស្ពៃខមួយយួរតង់មួយទឹកសុទ្ធសាប៊ូកក់សក់ឃ្លីបមួយមានមុងមួយភួយមួយសារងមួយក្រមាមួយរួមនឹងថវិកាបន្ថែមផ្ទាល់ពីសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនមួយគ្រួសារទទួលបានថវិកា 10,000 រៀលទៀតផងមានប្រសាសន៍សាកសួរសុខទុក្ខនៅពេលនោះឯកឧត្តមអ៊ុយសំអាតប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាបានពំនាំបណ្ដាំសាកសួរសុខទុក្ខពីសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលលោកតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ចក្នុងនោះឯកឧត្តមបានលើកឡើងទៀតថាអំណោយដែលបាននាំយកមកចែកជូនបន្ទាន់នៅពេលនេះថ្មីត្បិតតែមានតិចតួចក៏ពិតមែនតែវាជាអំណោយជួយសម្រាលដល់ការលំបាករបស់បងប្អូនខណៈដែលកំពុងជួបផលប៉ះពាល់ដោយគ្រោះធម្មជាតិហើយឯកឧត្តមបានធ្វើការផ្ដាំផ្ញើដល់បងប្អូនត្រូវធ្វើយ៉ាងណាគិតគូរពីបញ្ហាសុខភាពនិងការរស់នៅស្អាតហូបចុកមានអនាម័យដើម្បីជៀសវាងជំងឺផ្សេងៗកើតឡើងជាយថាហេតុផងដែរក្នុងនោះបងស្រីម្នាក់ដែលគាត់រងគ្រោះដោយសារភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំផ្ទះសម្បែងបានមកទទួលអំណោយនៅពេលនេះបានថ្លែងយ៉ាងដូចនេះថាខ្ញុំបានជួបប្រទះនឹងគ្រោះមហន្តរាយដែលខ្យល់ព្យុះនៅនាថ្ងៃទី6វេលាម៉ោង9ហើយនៅក្នុងពេលនោះក៏មានព្យុះធំបោកបក់បានមកចំនៅក្នុងក្រុមគ្រួសារខ្ញុំគឺជួបប្រទះវាគឺទូកហើយនឹងផ្ទះបាក់បែកនេះលោកបោកជាប់នឹងកសបញាច់នឹងកសបផ្ទះនេះគឺថយអត់ទាន់នឹងបោកទូកពីរនោះជន់លើគ្នាបាក់ទងបាក់ក្តាយនឹងហើយនឹងហូងក៏ដែលខ្ញុំដាក់សម្ភារៈនៅក្បែរផ្ទះហ្នឹងគឺគួចយកដាក់ដល់លើចុងរាំងនៅក្រោយផ្ទះធំក្នុងថ្ងៃនេះហ្នឹងផ្នែកខាងកាកបាទក្រហមកម្ពុជានេះគឺបានផ្ដល់ជាអំណោយដល់យើងខ្ញុំទាំងអស់គ្នាហ្នឹងគឺខ្ញុំមានចិត្តត្រេកអរហើយនឹងសូមថ្លែងអំណរអគុណដែលលោកតែងតែខ្វល់ខ្វាយអំពីប្រជាជននៅគ្រប់តំបន់គ្រប់មូលដ្ឋានឲ្យតែមានការគ្រោះថ្នាក់នៅការណាមួយគឺនៃផ្នែកខាងលោកគតិព្រមបណ្ឌិតនិងកាកបាទនៅកម្ពុជាហ្នឹងគឺគាត់តែងតែខ្វល់ខ្វាយជួយដោះស្រាយនៅរាល់ឧបសគ្គទាំងឡាយគឺទីណាគឺមានគ្រោះថ្នាក់មានឧបសគ្គគឺគាត់បានមកដល់ភ្លាមធ្វើបិទតែជំនួយនោះគឺមានការតិចតួចស្រួចស្ដាងមែនតែយើងខ្ញុំត្រេកអរយ៉ាងហោចណាស់ក៏បានជួយដោះស្រាយនៅមួយគ្រាដែលពេលនៅមានអាសន្នហើយចាហើយខ្ញុំក៏សូមថ្លែងអំណរអគុណដល់បងក្រុមការងារទាំងអស់និងផ្នែកខាងកាកបាទក្រហមកម្ពុជានិងបងក្រុមការងារទាំងអស់ខ្ញុំសូមថ្លែងអំណរអគុណសូមឲ្យបងទៅទីណាកន្លែងណាជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនហើយទៅនៅគ្រប់ភារកិច្ចទាំងឡាយនឹងទៅទីណាកន្លែងណាសូមឲ្យទទួលបានតែជ័យជំនះរាល់ភារកិច្ចក្នុងនោះដែរលោកនាយកសាខាកាកបាទក្រហមខេត្តក៏បានឲ្យដឹងផងដែរថាប្រជាពលរដ្ឋនៅសល់
ប្រមាណដែលនៅក្នុងស្រុកជលគិរីនិងស្រុកកំពង់លែងខាងសាខាការក្បត់ក្រហមខេត្តកំពុងរៀបចំនាំយកអំណោយទៅប្រគល់ជូនពួកគាត់ផងដែររាយការណ៍ពីខេត្តកំពង់ឆ្នាំងសុខារិនអប្សរាណែត